ទីនបដិសេធជួបសេឡេនស្គីក្រោយត្រូវឌៀមដាមរឿងអាយុនិងការវាយប្រហារដោយដ្រូនសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តមានភាពតានតឹងខ្លាំងខណៈពេលដែលប្រធានាធិបតីរុស្ស៊ីលោកវ៉ាឡាឌីមៀពូទីនបានប្រកាសក្តែងថាលោកគ្មានហេតុផលអ្វីត្រូវជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀសេឡេនស្គីនោះទេការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីលោកសេឡេនស្គីបានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់លោកពូទីនដែលជាសារសាធារណៈលើកដំបូងបង្អស់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ2022នៅក្នុងលិខិតនោះមេដឹកនាំអ៊ុយក្រែនបានរិះគន់ចំទៅលើការកាន់អំណាចរយៈពេល25ឆ្នាំរបស់លោកពូទីននិងថែមទាំងបាននិយាយឌឺដងថាអាយុច្រើនកំពុងតែធ្វើឲ្យលោកពូទីនចុះខ្សោយទៀតផងបើតាម CBS News ចុះផ្សាយកាលពីថ្ងៃទី5 ខែមិថុនាឆ្នាំ2025លោកពូទីនបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដោយចាត់ទុកលិខិតរបស់លោកសេឡេនស្គីថាជាទង្វើអសុរោះលោកពូទីនបានចោទសួរត្រឡប់ទៅវិញថាតើការសរសេរសារបែបនេះជាបំណងចង់ជួបចរចាពិតប្រាកដឬគ្រាន់តែចង់បង្កើតបរិយាកាសដើម្បីកុំឲ្យមានការជួបគ្នាលោកពូទីនបានបង្ហើបថាកាលពីខែមុនមានអ្នកជំនួញរុស្ស៊ីម្នាក់បានធ្វើដំណើរទៅទីក្រុងគៀវដើម្បីស្ដាប់សំណើសុំជួបពីលោកសេឡេនស្គីប៉ុន្តែសម្រាប់ពេលនេះលោកឃើញថាការជួបគ្នាគឺគ្មានប្រយោជន៍អ្វីឡើយជាពិសេសបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់ដ្រូនវាយប្រហារលើមហាវិទ្យាល័យមួយកន្លែងនៅក្នុងតំបន់ Luhansk ដែលគ្រប់គ្រងដោយរុស្ស៊ីបណ្ដាលឲ្យមនុស្ស21នាក់ស្លាប់និងជាច្រើនអ្នកទៀតរងរបួសចំពោះការឌៀមដាមរឿងអាយុនិងការនៅក្រាញញៀលក្នុងអំណាចមេដឹកនាំរុស្ស៊ីវ័យ73ឆ្នាំរូបនេះបានបកស្រាយថារឿងសំខាន់មិនមែននៅលើអាយុនោះទេប៉ុន្តែវាស្ថិតនៅលើសមត្ថភាពនិងការធ្វើការងារទៅវិញទេជាមួយគ្នានោះលោកពូទីនក៏បាននិយាយចំអកឲ្យលោកសេឡេនស្គីអំពីជំនួបដ៏ត្រដាបត្រដួសនៅសេតវិមានកាលពីឆ្នាំ2025ដោយបានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលបានប្រដៅនិងបង្រៀនលោកសេឡេនស្គីឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យនៅចំពោះមុខពិភពលោកងាកមកមើលខាងសហរដ្ឋអាមេរិកវិញលោកដូណាល់ត្រាំបានសម្ដែងការគាំទ្រចង់ឲ្យមេដឹកនាំទាំងពីរជួបគ្នាដោយលោកមានប្រសាសន៍ថាវាជារឿងដ៏ល្អប្រសើរមួយហើយលោកចង់ឃើញសង្គ្រាមនេះបញ្ចប់ទៅចំណែកឯលោកសេឡេនស្គីក៏បានទទួលស្គាល់ថាអាមេរិកកំពុងផ្លាស់ប្ដូរអធិភាពរបស់ខ្លួនដោយសារតែបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនកំពុងផ្ដោតអារម្មណ៍ខ្លាំងលើសង្គ្រាមអ៊ីរ៉ង់ដូច្នេះអ៊ុយក្រែនមិនអាចអង្គុយរង់ចាំតែជំនួយពីអាមេរិកនោះឡើយ